នៅសល់តែរបស់ទេបើម្ចាស់វិញគឺគាត់បានទៅកាន់ពិភពថ្មីបាត់ទៅហើយតាមពិតទៅខ្ញុំមានអំណងសុំគាត់តាំងពីគាត់នៅម្លេះប៉ុន្តែដោយសារតែអត់សូវបានជួបគាត់ទេព្រោះអីគាត់ឈឺអញ្ចឹងទៅគាត់មិនសូវចេញពីផ្ទះហើយភាគច្រើនគឺគាត់នៅមន្ទីរពេទ្យអញ្ចឹងយូរនៅពេលដែលជួបគាត់ម្ដងហើយមនុស្សស្គាល់គ្នាខុសអីពាក្យនិយាយបើខាន់ជួបគ្នាយូរហើយឥឡូវតែនិយាយចុះនិយាយឡើងគឺភ្លេចសុំគាត់រហូតតតែគាត់ទៅបាត់នេះទើបខ្ញុំមានឱកាសហ្នឹងបានសុំរបស់គាត់ហ្នឹងពីកូនស្រីរបស់គាត់ព្រោះអីនៅពេលដែលនរណាម្នាក់គាត់បានចែកឋានទៅគាត់នៅសល់របស់ប្រើប្រាស់របស់របរអីផ្សេងហើយមានអ្នកស្គាល់គាត់ចង់បានអីចឹងគឺថាកូនចៅហ្នឹងគឺគាត់ឲ្យទៅកាន់អ្នកស្គាល់ដែលចង់បានហ្នឹងហើយកាលពីឆ្នាំទៅខ្ញុំធ្លាប់ទទួលបាន3ផើងដូចឆ្នាំនេះដែរគ្រាន់តែឆ្នាំទៅទទួលបានពីគាត់ផ្ទាល់តែឆ្នាំនេះគឺទទួលបានពីកូនស្រីរបស់គាត់ចឹងណាហើយឆ្នាំទៅហ្នឹងនៅពេលដែលខ្ញុំទៅយកពីផ្ទះគាត់មកដកស្មៅដកអីហ្នឹងគឺថាគាត់នៅជួយដកស្មៅខ្ញុំ3នាក់ម៉ែកូននឹងឯងហើយពេលពួកខ្ញុំដាំ3នាក់ម៉ែកូននេះគាត់ក៏មកអង្គុយមើលអង្គុយលេងជជែកលេងពីនេះពីនោះអញ្ចឹងទៅតែឆ្នាំនេះគឺមានតែ3នាក់ម៉ែកូនខ្ញុំទេបងប្អូនមើលទៅថាមានមួយអង្គុយលើផ្លូវមានមួយអង្គុយក្បែរនិយាយទៅការដែលដាំដុះដែលមានកូនចេះណាបងប្អូនបើយើងទៅថាចាំពេលតនេចាំធ្វើគឺចង់រដូវក្តៅឆ្លងផុត3 4ដងទៀតក៏មិនទាន់ដាំបានបន្លែហូបដែរខ្ញុំនិយាយមែនអញ្ចឹងហើយសម្រាប់ខ្ញុំឲ្យតែឆ្លៀតបានមិនថាកូននៅជាមួយមិននៅជាមួយទេគឺខ្ញុំដាំដុះទាំងអស់ហើយបើសិនជាបានកូននៅជាមួយចេះវាល្អមួយយ៉ាងដែរបងប្អូនគឺកូនយើងគាត់អាចដឹងអាចស្គាល់អាចយល់បានខ្លះអញ្ចឹងព្រោះអីនៅប្រទេសនេះគេអភិវឌ្ឍពេកបងប្អូនយើងមានតែលុយយើងទៅផ្សារទិញបានគ្រប់មុខទាំងអស់គ្រប់សពទាំងអស់អញ្ចឹងហើយកូនយើងអត់ដឹងថាការដាំដុះហ្នឹងវារបៀបម៉េចទេប៉ុន្តែបើសិនយើងចេះដាំចេះអីខ្លះទៅឲ្យកូនយើងដឹងកូនយើងស្គាល់ខ្លះណាកុំឲ្យដូចកាលតែខ្ញុំនៅទូចបងប្អូនអ្នកអំពេញគាត់មកលេងស្រុកស្រែគាត់ឃើញដើមស្រូវគឺគាត់អត់មានថាស្រូវទេគាត់បែរជាថាស្គាល់លឹកគ្រៃដើមលឹកគ្រៃវិញណាការដាំដុះតិចតួចដូចខ្ញុំបែបនេះគឺมันបានផ្ដល់ជាចំណេះជំនាញអីដល់គាត់ទេក្រៅពីចំណេះដឹងតិចតួចនិងជាក់ស្ដែងបងប្អូនមើលតែក្នុងវីដេអូនេះទៅគឺគាត់តាមមើលខ្ញុំអត់ឈប់ទេខ្ញុំនៅកន្លែងណាគាត់នៅកន្លែងហ្នឹងគាត់ចង់ដឹងចង់យល់ចង់ស្គាល់អីចឹងហើយអ្វីដែលពិសេសនេះគឺគាត់ខ្លាចខ្ញុំកាត់បន្លែគាត់ដាច់ផ្លែដាច់អីបានព្រោះអីគាត់ចូលចិត្តណាស់ពេញប៉ោះឲ្យ strawberry អញ្ចឹងហើយគឺថាគាត់តាមមើលខ្ញុំតាមបណ្ឌិតខ្ញុំដូចមេការអញ្ចឹងណាបងប្អូនហើយតែខ្ញុំកាត់អីខុសបន្តិចហ្នឹងគឺគាត់ស្រែកហើយថាកុំកាត់ក៏អីចឹងវាខូចនេះខូចនោះហើយខ្ញុំការពិតទៅគឺខ្ញុំមិនទាន់ហ៊ានកាត់អីផ្ដេសផ្ដាសទេព្រោះអីមេឃខ្នែងនេះខ្ញុំចាំសួរប្អូនស្រីខ្ញុំសិនព្រោះអីប្អូនស្រីខ្ញុំខាងពេញប៉ោះខាង strawberry ខាងកសិកម្មផ្នែកហ្នឹងបងប្អូនគឺ10ឆ្នាំគត់ឥឡូវហើយអញ្ចឹងហើយគាត់ដឹងថាកាត់មែកណាខ្នែងណាទុកខ្នែងណាមែកណាផ្លែវាចេញទៅល្អផ្លែចេញទៅផ្អែមអីចឹងទាំង strawberry ទាំងអីទាំងអស់ហ្នឹងហើយខ្ញុំអត់មានអីបងប្អូនគ្រាន់តែតាមមករើតង់រើអីចាញ់ចឹងព្រោះឲ្យវាក្តៅត្រូវរើវាចេញបើយើងទុកតិចវាស្លោកវាខូចវាងាប់បន្លែយើងចឹងទៅហើយបន្លែនេះខ្ញុំដាំឆាប់យ៉ាងឆាប់បានផលដោយសារពូជខ្ញុំទិញនៅលើទីផ្សារបើថាពូជខ្ញុំបដោះខ្លួនឯងបងប្អូនអីដូចមិនទាន់ឃើញមានប្លុកមិនទាន់ឃើញមានអីទេ